បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូចែករំលែកថ្មីមួយទៀតទាក់ទងទៅនឹងរបៀបនៅក្នុងការ download file Windows ជាលក្ខណៈ file OS អញ្ចឹងដើម្បីបងប្អូនអាច download file Windows 10នឹងបានបងប្អូនត្រូវចូលមកកាន់ browser បាទអញ្ចឹងយើងចូលមកកាន់ Chrome អញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់Chrome បងប្អូនសូមវាយពាក្យថាWindows 10 ISO បាទអញ្ចឹងបងប្អូនenter មកបាទបន្ទាប់មកយើងត្រូវការចូលទៅកាន់website របស់ Microsoft ដើម្បីយើងអាច download file ISO នឹងបានអញ្ចឹងបងប្អូន click ម៉ៅស្ដាំចូលមកកាន់ website របស់ Microsoft បាទអញ្ចឹងនៅក្នុង website ហ្នឹងបងប្អូនអាច download file ISO បានទេដោយសារតែនៅពេលដែលយើងចុចពាក្យ download now នេះទៅគឺវានឹង auto download file យើងជាប្រភេទ exe អញ្ចឹង file ប្រភេទ exe យើងអាចយក file មួយហ្នឹងទៅ boot នៅក្នុង flash USB របស់យើងបានទេអញ្ចឹងដើម្បីយើងអាច download បានបងប្អូនសូមចូលបងប្អូនសូម right click នៅចំណុចមួយណាក៏បានដែរម៉ៅស្ដាំបាទអញ្ចឹងនៅពេលដែលបងប្អូនម៉ៅស្ដាំបងប្អូនសូមជ្រើសយកពាក្យថា inspect បាទយើងចូលមកកាន់ inspect mode បាទបន្ទាប់មកគឺបងប្អូន select ត្រង់size របស់ interface របស់យើងឆែកវាពី responsive ទៅកាន់size ជាលក្ខណៈmobile phone វិញណាបាទអញ្ចឹងខ្ញុំ select យក Galaxy size បាទអញ្ចឹងវានឹងដូរទៅជា size mobile phone វិញបាទអូខេអញ្ចឹងខ្ញុំ select យក 100% អូខេអញ្ចឹងបន្ទាប់ពីបងប្អូន select change size ទៅកាន់ size mobile phone រួចហើយសូមបងប្អូនធ្វើការ refresh page ម្ដងទៀតដើម្បីឲ្យវាដូរ interface ហ្នឹងទៅជា interface របស់ smartphone របស់យើងវិញបាទអញ្ចឹងនៅពេលដែលយើង click refresh page យើង scroll មកខាងក្រោមម្ដងទៀតគឺបងប្អូននឹងឃើញពាក្យថា select edition បាទអញ្ចឹងបងប្អូនសូមចុចពាក្យ drop down នៅខាងក្រោមបាទបន្ទាប់មកបងប្អូន select យកពាក្យថា Windows 10 Multi Edition iOS បាទបន្ទាប់មកបងប្អូនចុចពាក្យថា confirm បាទបន្ទាប់ពីបងប្អូនចុច confirm រួចហើយបងប្អូនឃើញពាក្យថា choose one បងប្អូនចុច drop down ចុះមកក្រោមទៀតបងប្អូន select យកពាក្យថា English United States បាទ select យកពាក្យហ្នឹងរួចហើយបងប្អូនសូមចុចពាក្យថា confirm ម្ដងទៀតអូខេអញ្ចឹងពេលដែលបងប្អូនចុច confirm រួចហើយសូមបងប្អូន select នៅកន្លែងពាក្យថា Windows 10 English ហ្នឹងបងប្អូន select យកមានពីរ option គឺ64 bit ហើយនិង32 bit អញ្ចឹងសូមបងប្អូន select យកពាក្យនៅត្រង់ចំណុច64 bit បាទអញ្ចឹងនៅពេលដែលបងប្អូន select រួចហើយគឺវា automatic download file របស់ Windows 10 ហ្នឹងជាលក្ខណៈ file iMac ដែលមានកន្ទុយ ISO នៅខាងចុងបាទអញ្ចឹងវារៀងអាចនឹង take time យូរតិចដោយសារ file មួយហ្នឹងវាទំហំធំដែររហូតដល់ 5G អញ្ចឹងនៅពេលដែលបងប្អូនអាច download រួចបងប្អូនអាចយក file ហ្នឹងទៅ boot នៅលើ flash USB របស់បងប្អូនបានឬក៏បងប្អូនអាចយក file ហ្នឹងទៅ install នៅលើ software ដូចជា VM VirtualBox អីបានដើម្បីបងប្អូនអាច test ជាលក្ខណៈ test នៅលើ virtual machine របស់យើងណាបាទអញ្ចឹងវីដេអូសម្រាប់ download OS របស់ Windows 10 គឺមានប៉ុណ្ណឹង
សង្ឃឹមថាវីដេអូមួយហ្នឹងអាចជួយបងប្អូនបានដើម្បីងាយស្រួលនៅក្នុងការ download file Windows បាទសូមអរគុណ